hãy ở vay mai môn bộ phận rồi dương mình chẳng miên bạch chạy cả việc chia mình miên xi măng spawn đại sầm rạp phơ chẳng từ ở kia phong hãy ở vay quạt ai xong ở cô bót từ ruột hỏi mình sắc tiết ở rồi làm hỏi mong pi chẳng ai ọt sắc xa pi quán tí mũi chẳng ai hên là dây thá quát ọt miên bạch chạy cả việc chia khó bộ phận rồi dương đại sáng xong anh chọn ông cố cứ chia menu តែមានបច្ចេកវិទ្យាខ្ពស់នៅក្នុងសម័យគាត់នៅក្នុងសម័យគ្រិស្តសករាជ800មក1350បុព្វបុរសយើងគឺជាមនុស្សដែលមានការចេះដឹងខាងបច្ចេកវិទ្យាស្ថាបត្យកម្មខ្ពស់ក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ីប៉ែកអាគ្នេយ៍អញ្ចឹងចៅឯងនិយាយនេះចៅឯងអត់សិក្សាអំពីបុព្វបុរសទេគាត់មានបច្ចេកវិទ្យាគាត់តែសប្តាហ៍នេះចៅឯងធ្វើអត់ដូចគាត់ទេតើឲ្យឧទាហរណ៍មួយប្រាសាទគក់ទ្រូងចៅឯងមានដែលទៅប្រាសាទគក់ទ្រូងទេចៅឯងអាចបញ្យល់បានទេថាតើរបៀបសាងប្រាសាទនឹងយ៉ាងម៉េចចៅឯងអត់ទាំងចេះរបៀបសាងប្រាសាទហ្នឹងផងមានន័យថាបច្ចេកវិទ្យាខាងស្ថាបត្យកម្មរបស់ដូនតាយើងគាត់ខ្ពស់ជាងចៅ100ដងឧទាហរណ៍មួយណាឧទាហរណ៍ទី2នៅពេលដែលចៅមានស៊ីម៉ង់មានដែកចៅសាងសង់ស្ពានមិនមាំដូចគាត់ទេដូចជាស្ពានកំពង់ក្តីអីសឲ្យឃើញថាគាត់ចេះសាងសង់ច្បាស់ជាងកូនឯងនឹងឧទាហរណ៍ទី2ឧទាហរណ៍ទី3បើកូនឯងទៅប្រាសាទអង្គរតូចហើយកូនឯងចំណាយពេលតាំងពីព្រឹកព្រលឹមព្រះសូរ្យាចាំងចែងរហូតដល់ថ្ងៃត្រង់ហើយកូនឯងដើរមើលស្រមោលតាមរោងទងណាតាមរោងទងតាមជញ្ជាំងនៃប្រាសាទអង្គរតូចនគរវត្តណាហើយកូនឯងធ្វើការកត់ត្រាទុកអំពីស្រមោលហើយនឹងពន្លឺរបស់ព្រះសូរ្យាដែលចាំងទៅលើជញ្ជាំងប្រាសាទអង្គរតូចកូនឯងនឹងអាចដឹងថាកូនឯងបើកប្រក់ក្រដេតិនណាមើលតើថ្ងៃហ្នឹងកើតឬក៏ខ្នើតឬក៏រនោចហើយថ្ងៃហ្នឹងប្រហែលកើតប្រហែលរោចហើយខែហ្នឹងត្រូវនៅក្នុងរាសីខែណាមករាកុម្ភៈមិនិនាមេសាឧសភាមិថុនាកក្កដាសីហាកញ្ញាតុលាវិច្ឆិកាធ្នូហ្នឹងនៅក្នុងខែណាកូនឯងច្បាស់ជាដឹងថាបុព្វបុរសដែលគាត់សាងសង់ប្រាសាទអង្គរគឺគាត់ចេះគណិតសាស្ត្រខ្ពស់គាត់ចេះ mathematics ខ្ពស់ហើយគាត់ចេះ astrology ត្រឹមត្រូវគាត់ចេះទាំងតារាវិទ្យាសាស្ត្រគាត់ចេះទាំងគណិតសាស្ត្រដ៏ត្រឹមត្រូវគាត់រៀបចំសាងសង់ប្រាសាទហ្នឹងគឺបានត្រឹមត្រូវដែលរាប់រយឆ្នាំកន្លងមកយើងជាកូនចៅហ្នឹងយើងខ្វះទេយើងមើលអត់យល់ទេគាត់មានបច្ចេកវិទ្យាចេះដឹងជាងយើងឆ្ងាយហើយយើងសប្តាហ៍នេះបាត់បង់អស់លីងហើយសូម្បីតែយើងទៅរៀននៅសាលាក៏យើងរៀនខ្ជិលទៀតយើងចង់បានសញ្ញាបត្រតែយើងអត់ចង់ចេះណាដូចតាអញ្ចឹងតាបបួលឲ្យរៀនដោយសារអីដោយសារតាដឹងថាបុព្វបុរសសត្វជាអ្នករៀនសូត្រអញ្ចឹងអ្វីដែលចៅយល់ឃើញថាបុព្វបុរសអត់មានស៊ីម៉ង់បុព្វបុរសបានរកឃើញរបៀបផ្សារថ្មជាប់ហើយបានយូរពលគឺបុព្វបុរសរកឃើញស៊ីម៉ង់ឧទាហរណ៍ប៉ុន្តែចៅឯងទៅមិនបានឲ្យឧទាហរណ៍ប្រាសាទព្រះវិហារនៅក្នុងហោជាងនៅក្នុងធ្នឹមប្រាសាទនិងដំបូលដែលប្រក់លើរោងទងជាដើមចាឯងទៅមើលទៅចាឯងស្មានតែថ្មហ្នឹងគេឆ្លាក់អញ្ចឹងហ៎មែនទេអាហ្នឹងគឺជាការគួបផ្សំនៃស៊ីម៉ង់បុរាណដែលសប្តាហ៍វាคล้ายទៅជាថ្មទៅហើយវារឹងប៉ុន្តែចាឯងយកគិតមើលថាអាអកហ្នឹងណាភាសាអង់គ្លេសហៅអកណាគឺកន្លែងកោងហ្នឹងណាតើបុព្វបុរសគាត់យកអីទៅឆ្លាក់វាមិនអាចឆ្លាក់បានទេលំបាកឆ្លាក់វាទាល់តែឧបករណ៍ហ្នឹងពេលសាងសង់វាទន់ពីព្រោះគាត់អាចធ្វើជារាងវាកោងបានមិនមែនជាគាត់ឆ្លាក់ទេមិនមែនគាត់ឆ្លាក់ឲ្យគាត់យកទៅផ្ទុំផ្អោបគ្នាទេគឺសាច់មួយឲ្យចេះឆ្ងល់បានសេចក្តីថាគាត់មានបច្ចេកវិទ្យាស៊ីម៉ង់គាត់ហ្នឹងដែលយើងសប្តាហ៍រកមិនឃើញណាប៉ុណ្ណឹងសិនចុះណាកូនណាអញ្ចឹងអ្វីដែលចាឯងចំណាប់អារម្មណ៍ទៅលើបុព្វបុរសចាឯងយល់ខុសចាឯងអត់ដឹងថាបុព្វបុរសចេះដឹងប៉ុណ្ណាទេអញ្ចឹងហើយបានជាតាហ្នឹងចេះប្របួលឲ្យចាឯងរៀននឹងប៉ុណ្ណឹងណាកូនណាចុះបុព្វបុរសយើងមានចងក្រងទុកនៅរូបមន្តគណិតសាស្ត្រស្ថាបត្យកម្មឲ្យចំណងក្រោយមានតែវាបាត់បង់ខ្លះទៅហើយទោះបីវាបាត់បង់ក៏ដោយក៏អ្នកប្រាជ្ញស្រាវជ្រាវរកឃើញបានច្រើនតែមិនមែនជាអ្នកប្រាជ្ញខ្មែរជាអ្នកប្រាជ្ញបរទេសខ្មែរយើងអត់សិក្សាពីដូនតាឧទាហរណ៍មានអ្នកប្រាជ្ញម្នាក់ឈ្មោះMonica Eleanor Monica Eleanor ឬក៏ Eleanor Monica គាត់បានធ្វើការសិក្សាអំពីគណិតសាស្ត្រនិងតារាសាស្ត្រនៃស្ថាបត្យករខ្មែរសម័យអង្គរណាគាត់ឈ្មោះដូចជា Eleanor Monica
ណាគាត់ស្រីទេគាត់សិក្សារឿងហ្នឹងគាត់បានសរសេរសិភៅមួយដែលមានចំណងជើងថាអង្គរណាស្ថានលោកនិងទីធ្លាក្នុងវិស័យតារាវិទ្យានិងវិស័យលំហគាត់សរសេរសិភៅហ្នឹងប៉ុន្តែខ្មែរយើងអត់យកមកអានយើងអត់ដឹងហើយដូចចាក់ឯងសួរអញ្ចឹងចាក់ឯងសួរបានទៅសួរចាក់ឯងមានបានសិក្សាណាហើយសិលាចារឹកវិទូយើងក៏គាត់សិក្សាសិលាចារឹកគាត់មិនមែនសិក្សាស្ថាបត្យកម្មណារីឯស្ថាបត្យករយើងគ្នាបានសិក្សាខ្លះបុរាណវិទូយើងបានសិក្សាខ្លះដូចជាបុរាណវិទូដែលធ្វើការជាមួយនឹងអង្គការអប្សរាបុរាណវិទូយើងមានការចេះដឹងខ្លះក៏ប៉ុន្តែការចេះដឹងអស់នោះកូនខ្មែរឥឡូវឈួតនឹងអបគ្រាវកាច់ឈួតនឹងអខោសម្រាប់គូតឈួតនឹងវប្បធម៌បរទេសឈួតនឹងសង្គ្រាមយើងនាំនេះឈួតរឿងហ្នឹងអញ្ចឹងបុរាណវិទូស្ថាបត្យករបុរាណសំណង់បុរាណអីដែលធ្វើការឲ្យអង្គការអប្សរានោះគ្នាអត់មានបានអីទេគ្នាធ្វើតាមមួយកែហើយចំណាយសិលាចារឹកវិទូគ្នាក្រដូចវងសុធិរាអីគ្នាក្រចំណាយឯបុរាណវិទូដូចច័ន្ទធួនអីគ្នាក្រណានៅគ្នាក៏អត់មានពេលមកលុញពងហ៊ុនសែនដល់អញ្ចឹងគ្នាក្រហើយពេលធ្វើបឋកថាអីនៅពុទ្ធសាសនាបណ្ឌិតអីគ្នាអាចឆ្កែណាទៅមើលទេមនុស្សប៉ុណ្ណឹងអាចចំហទៅមើលតែបើមិនជឿទេអបគ្រាវកាច់មករំអីណាខ្មែររាយលក់អង្គអត់ដាច់ខ្មែររាយលក់អង្គអត់ដាច់អូខូចទៅជាវឈួតនឹងវប្បធម៌ដេរិឆានវាអញ្ចឹងហើយបើខ្ញុំចេញសពដាក់មួយនេះចំកៅដាក់មួយចំខ្ញុំមករស់នៅស្រុកគេមិនក៏ខ្ញុំចេះខ្មែរច្បាស់ខ្ញុំរស់នៅស្រុកគេមិនក៏ខ្ញុំដឹងរឿងខ្មែរច្រើនខ្ញុំមករស់នៅស្រុកគេមិនក៏ខ្ញុំអាចឆ្លើយបាននៅបញ្ហាអស់ហ្នឹងពីព្រោះខ្ញុំជាខ្មែរពូជអ្នកជាខ្ញុំមិនមែនឈួតអីណាខ្មែររាយលក់អង្គអត់ដាច់ខ្មែររាយលក់អង្គអត់ដាច់ធ្លាក់ខោចាញ់ច្បាយគូតសាក់មុខដូចចោលទៅចាញ់ពីគុកអត់ទេចរិយាធម៌របស់ខ្មែរមិនមែនដូចនេះទេខ្ញុំអត់មានទេអញ្ចឹងហើយបានរឿងត្រេតរឿងអីនេះខ្ញុំថាទៅកុំមកប្រាប់ខ្ញុំឯណាកូនណាព្រៀបសវត្តរៀនត្រេតអីមុខវាប៉ុណ្ណឹងវាចេះត្រេតខ្មោចវាអីវាចេះត្រេតត្រត់វាចេះដើរត្រេតត្រត់ស៊ីលុយឲ្យវាហ្នឹងណាវាមានមករៀនយក PhD យក Master យក MBA អីនៅស្រុកអាមេរិកវាមានទេណាបើវាមកវារៀនយក MBA វាអីវាយក PhD អីហើយវាធ្វើការនៅ Wall Street អីអាហ្នឹងវា own broker firm អីអាហ្នឹងវាមាន firm របស់វាអីតាមត្រូវអាហ្នឹងឲ្យតម្លៃវាតាមុខបានទូតខ្ញុំផងឯងស្អីបង្រៀន trade អីមួយវគ្គ500អីឯងចាញ់បោកគេឯងឲ្យគេបោកទៅមុខអញណាសុំបីតែនៅស្រុកអាមេរិកនេះអាអ្នករស់ស៊ីលក់មាសណាឯងដែរមើលមុខផងឲ្យតែតិចគេផ្សាយទៅទិញមាសគឺជាអនាគតមិនក៏អាមេរិកកោទិញដាក់តែខ្ញីបន្តិចអញ្ចឹងកូនឯងសួរពីរឿងបុព្វបុរសហ្នឹងតាប្រាប់ណាកូនណាបុព្វបុរសក៏ចេះជាងយើង100ដងបានជាគាត់កសាងអាណាចក្របានចំណែកយើងឯងកាលតែឆ្លងព្រែកដាក់ដើមម្សៅមួយតែប្រហែលដើរដួលណាយើងនេះបានតែចូលបានតែ fake បានតែអ៊ូតតាអាហ្នឹងអញ្ចឹងលឹមសុកណារិទ្ធហេតុអ្វីគំនូនៅតាមព្រះវិហារខ្មែរមិនសូវគូអំពីជីវភាពរបស់ប្រជាជនច្រើនតែគូពីពុទ្ធប្រវត្តិខុសពីថៃអញ្ចឹងណាកូនអញ្ចឹងគំនូនៅតាអាហ្នឹងគេហៅសម័យខ្ញុំណាសុកណារិទ្ធគេហៅថាគំនូចិញ្ចាំងវិហារទោះបីគូនៅពីដានក៏ដោយណាទោះបីគូនៅពីដានក៏ដោយយើងច្រើននិយាយថាគំនូចិញ្ចាំងវិហារគំនូចិញ្ចាំងវិហារនៅក្នុងវិហាររបស់ខ្មែរយើងណា